បកកែតថាប្រើក្មេងគេថាកេងប្រវ័ញ្ចកម្លាំងជាជាងកុមារឥឡូវមកប្រើចាស់ម្ដងសាកលោកមើលបាទនិយាយលេងទេតាមពិតទៅថ្ងៃនេះដែរខ្ញុំក៏បានស្នើសុំទៅខាងគណៈកម្មការទ្រទ្រង់សាលាក៏ដូចជាមេដាបេដាសិស្សដើម្បីមកសម្អាតបរិស្ថាននៅក្នុងសាលារៀនបាទហើយពួកយើងបានកាត់ស្មៅដើម្បីឲ្យទីធ្លាសាលារៀនហ្នឹងមើលទៅឃើញស្អាតហើយមួយទៀតហ្នឹងគឺដើម្បីឲ្យក្មេងៗអាចមានទីធ្លាលេងបានសប្បាយរីករាយអញ្ចឹងណាបងប្អូនហើយថ្ងៃនេះដែរគឺមិនមែនថាពីមុនមកអត់ធ្លាប់កាត់ទេពីមុនមកធ្លាប់កាត់ហើយប៉ុន្តែម៉ាស៊ីនកាត់ស្មៅមានតែមួយអញ្ចឹងកាត់ពីមុខដោះពីក្រោយបាទទីធ្លាធំដែរមិនតូចណាបាទហើយក៏សម្រាប់ចិត្តគ្នាថានឹងបបួលខាងអាណាព្យាបាលសិស្សក៏ដូចជាគណៈកម្មការត្រង់សាលាដើម្បីមកជួយគ្នាម្ដាយមួយជើងឆាប់ហើយបាទដូចគេនិយាយចឹងកម្លាំងសាមគ្គីគឺធ្វើអីក៏ឆាប់ហើយដែរកាត់តែឯងវាអាចនិយាយថាប្រើរយៈពេលយូរហើយក៏វាអត់ស្អាតល្អអញ្ចឹងបានជួយគ្នាម្ដាយមួយជើងអញ្ចឹងទៅគឺងាយស្រួលសម្រាប់អឺទីមួយគឺវាឆាប់បានផងទាំងអស់គ្នាឆាប់បានទីធ្លាស្អាតឲ្យកុមារលេងផងហើយមួយទៀតគឺយើងបានបង្ហាញពីទំនាក់ទំនងល្អរវាងសាលាទៅនឹងសហគមន៍ទាំងអស់ដែរមែនតើទៅដូចពួកយើងដឹងស្រាប់ហើយគឺសាលារៀនមិនមែនជារបស់គ្រូហើយក៏មិនមែនជារបស់សិស្សដែរគឺជារបស់សហគមន៍ទាំងមូលបាទអញ្ចឹងទូនាទីในការមើលថែបរិស្ថានសាលាហ្នឹងទាំងគ្រូទាំងសិស្សទាំងប្រជាជនក្នុងសហគមន៍ទាំងអស់ហ្នឹងគឺត្រូវរួមគ្នាដើម្បីថែរក្សាដើម្បីឲ្យមានដូចថាការរីកចម្រើនអញ្ចឹងណាបាទហើយនេះដែរដូចលោកគ្រូអញ្ចឹងបាទគឺអត់នេះទេគឺកាត់រហូតហ្មងបាទហើយលោកពូដែលជាអ្នកភូមិហើយក៏គណៈកម្មការសាលាហ្នឹងក៏ជួយដែរយកដៃយកជើងជួយគ្នាដើម្បីឲ្យឆាប់ហើយបាទនិយាយទៅមួយដៃមួយជើងម្នាក់ទៅឆាប់ហើយមានអីទៀតហើយនៅពេលដែលយើងកាត់ស្មៅនេះហើយពួកយើងក៏គាត់ថាដំបូងថាអត់ប្រមូលចេញទេតែមើលទៅបើយើងអត់ប្រមូលចេញមើលទៅវាអត់ស្អាតអញ្ចឹងក៏គាត់ថាដល់ប្រមូលកោយស្មៅនោះចេញអញ្ចឹងណាអញ្ចឹងក៏ឲ្យលោកគ្រូមកជួយកោយស្មៅទៅហើយដល់ពេលលោកគ្រូកោយទៅហត់ដែរនិយាយដីធំដែរមានណាចង់បញ្ចប់នៅតែបបួលសិស្សមកជួយធ្វើទៅដែរនេះមិនដំបងឡើងនិយាយមិញសិតថាអត់កេងប្រវ័ញ្ចកម្លាំងជាកុមារអីណាអត់ទៀមទីឲ្យកុមារមកជួយតែអត់ទេត្រូវតែជួយគ្នាវាជាកម្លាំងសាមគ្គីបាទមិនថាសិស្សមិនថាគ្រូមិនថាពុកម្ដាយអាណាព្យាបាលសិស្សក៏ដូចជាសហគមន៍ទាំងមូលទេឲ្យតែទំនេរអាចជួយបានគឺត្រូវតែមកចូលរួមជួយទាំងអស់គ្នាបងប្អូនហើយការជួយនេះគឺអត់មានជាការជួលឬក៏ការបង្ខំអីទេគឺការស្ម័គ្រចិត្តមកជួយទាំងអស់គ្នាតែម្ដងហើយពួកយើងក៏ប្រមូលហៅកុមារមកជួយប្រមូលស្មៅនេះបាទយកទៅអឺដុតកន្លែងផ្សេងយកទៅគោកន្លែងផ្សេងអញ្ចឹងណាបងប្អូនអរគ្នាបើយើងអត់នេះទេគឺស្មៅដុំមកវិញវាអត់ស្អាតអញ្ចឹងយើងគិតថានៅពេលដែលយើងប្រមូលអញ្ចឹងទៅជួយគ្នាប្រមូលអញ្ចឹងទៅឆាប់ស្អាតហើយនៅពេលដែលស្មៅដុះត្រឡប់មកវិញគឺវាខៀវស្អាតអញ្ចឹងណាទាំងអស់គ្នាបាទហើយនៅពេលដែលគាត់កាយបាទសិស្សគាត់ឃើញស្អីគាត់ថាថ្មមែនថាមែនថ្មទេថ្មណាថ្លាល្អអញ្ចឹងវាជាកញ្ចក់ឬក៏កំបែងដបអីអញ្ចឹងណាបងប្អូននេះមើលមកផ្លែចង់បាច់ព្រីដែរហ្នឹងណាបាទហើយនៅពេលដែលយើងគ្រាន់តែថាដល់ពេលដែលយើងកាត់ហើយហត់នឹងសម្រាប់អញ្ចឹងទៅហើយសោះណាតំណេអាចជួយបានក៏ជួយទៅបើគាត់មិនចង់ជួយទេក៏ឲ្យគាត់ទៅដែរហើយនេះបងប្អូនលទ្ធផលបន្ទាប់ពីការសាមគ្គីរបស់យើងនេះទៅការជួយគ្នាម្ដាយមួយជើងម្នាក់របស់យើងទៅនេះឲ្យឃើញលទ្ធផលដែលស្អាតហើយទីធ្លាមើលទៅយើងអាចអង្គុយលេងបានក្មេងៗក៏គាត់អាចអង្គុយលេងតាមនឹងបានហ្នឹងទៅបាទហើយគ្រូក្នុងលោកក្នុងអីក៏ស្អាតដែរហ្នឹងហើយបងប្អូនហើយវីដេអូហ្នឹងអត់មានអីច្រើនទេមានតែប៉ុណ្ណឹងទេហើយក៏អរគុណដែរដែលខាងគណៈកម្មការក៏ដូចជាសហគមន៍ដែលបានជួយក្នុងការសម្អាតបរិស្ថានបាទអរគុណច្រើនជម្រាបលា